ជួបជាមួយនឹង admin សាច់ថ្មីនៅក្នុងរឿងអ្នកក្លាហានវ័យក្មេងភេទទី233ដល់រំលឹកកាលពីភេទមុននីលីបានទៅកន្លែងរបស់អ្នកគ្រូរបស់គាត់នឹកឃើញអនុស្សាវរីយ៍មួយចំនួនមុននឹងចូលទៅកាន់សាច់រឿងថ្មីអ្នកក៏និយមទាំង like អាចជួយគ្រប់គ្រង admin បានតាមរយៈការចុច like comment នៅក្នុងវីដេអូមួយនេះនោះអ្នកទាំងអស់គ្នាបច្ចុប្បន្នជួយ admin ច្រើនមែនតើចាប់ផ្ដើមនៅក្នុងភេទនេះនីលីក៏បានឃើញអនុស្សាវរីយ៍របស់គាត់ជាមួយនឹងអ្នកគ្រូស្រស់ស្អាតទន្ទឹមនឹងគ្នានោះនីលីក៏បានមកដល់មុខទ្វាររបស់អ្នកគ្រូយិញយីរូគាត់ក្នុងចិត្តថាអ្នកគ្រូខ្ញុំបានមកដល់ហើយយកដៃបំរុងនឹងគោះប៉ុន្តែពេលនោះអ្នកគ្រូក៏បាននិយាយថាចូលមកនីលីក៏បានបើកទ្វារចូលទៅឃើញអ្នកគ្រូកំពុងតែរងចាំជាមួយនឹងតែហាក់ដូចជាដឹងមុនថាថ្ងៃនេះប្រកាសទទួលឯប្រុសមកលេងអ្នកគ្រូយិញយីរូក៏បានចាក់តែបកគោលទៅឲ្យនីលីនិយាយថាលោកមិនបាច់ចាំសួរអ្វីដែលខ្ញុំនិយាយបន្តនោះទេហើយលោកក៏មិនបាច់ចាំសួរអ្វីដែលលោកមិនដឹងផងដែរខ្ញុំមិនឆ្លើយនោះទេលោកក៏មិនបាច់សួរអ្វីដែលលោកដឹងផងដែរព្រោះខ្ញុំនឹងប្រាប់លោកគ្រប់បែបយ៉ាងតើឯប្រុសក៏បានតបវិញថាចឹង sister យិញមានអ្វីចង់ប្រាប់ខ្ញុំជីយីរូក៏បានខកមកកញ្ញោថាសតតែលើបដូចជាឯងហ៊ានហៅខ្ញុំ sister ផងមែនទេបច្ចុប្បន្នគ្រូខ្ញុំគឺជាគ្រូពិតមែននេះលេលើសំដីនេះភ្លាមភ្ញាក់ផ្អើល Mr. នោះទេនឹកឃើញរឿងរ៉ាវគ្រប់បែបយ៉ាងកាលពីមុនដោយនៅក្នុងអតីតកាលយិញយីរូក៏បានខោកនេលីផងដែរជាមួយនឹងសំដីថាហ៊ានហៅយើងថាជា sister ផងពិតជាមិនគ្រប់គ្រូពិតមែនរីឯនេលីដែលនៅខាងក្រៅក៏បានស្រក់ទឹកភ្នែកម៉ាត់ប្រាប់ថាអ្នកគ្រូទីបំផុតអ្នកគ្រូត្រឡប់មកវិញហើយអ្នកគ្រូយិញយីរូក៏បានញញឹមតបវិញថាឯងប្រកាសជាចង់ដឹងហេតុអ្វីបានជាយើងដឹងរឿងរ៉ាវទាំងអស់នេះដោយស្និទ្ធការទូទេមេខេគឺពិតជាអាចកំបាំងអាចធ្វើការមើលធ្លុះគ្រប់ dimension ទូទេរាល់អាចកំបាំងវាសនាប៉ុន្តែវាក៏បានឆក់យកអាយុជីវិតរបស់នាងរយៈពេល50ឆ្នាំផងដែរនីលីវិញក៏បានយំផងជួយទឹកភ្នែកផងនិយាយថាអ្នកគ្រូបើអញ្ចឹងអ្នកគ្រូទូទេទៅអីមិនសួរខ្ញុំមកនៅពេលអនាគតជីយីរូក៏បានឆ្លើយតបវិញថាឯងមិនមែននៅក្នុងសមរភូមិទេមែនទេដោយជំហានបន្តរបស់ឯងចង់ខ្លាចទៅជាម្ចាស់បកស្លាប់ទេវភាពនីលីក៏បានឆ្លើយតបវិញថាត្រឹមត្រូវនោះគឺជាគម្រោងការដំបូងរបស់គាត់ជីយីរូក៏មានមនុស្សម្នាក់រីកមិនទៅឲ្យនីលីផងដែរនៅនោះគឺជាឡុងយូអ៊ីនជាសាប្អូនស្រីរបស់គាត់គ្រាន់តែលើនីលីក៏ឆ្លោតភ្លាមសហការជាមួយនឹងឡុងយូអ៊ីនមែនទេខ្ញុំចង់តែសម្លាប់នាងកុំដោយសារតែមាត់ណាំរបស់អ្នកគ្រូកុំអីគាត់សម្លាប់គ្រួសារឡុងអ៊ីនទាំងមូលទៅហើយដោយនៅក្នុងជាតិនេះគាត់នឹងមិនអនុញ្ញាតឲ្យអ្នកគ្រូរបស់គាត់បាត់បង់ជីវិតម្ដងទៀតនោះទេរីឯសុវត្ថិភាពរបស់ឡុងយូអ៊ីនក៏គាត់មិនធានាផងដែរអ្នកគ្រូជីងយីរូក៏បានសួរបកមកវិញថាតើមូលហេតុដោយសារតែឡុងយូអ៊ីនបានជំរុញឲ្យនាងស្លាប់នៅពេលអតីតកាលមែនទេដោយចំពោះមូលហេតុគឺដោយសារតែជីងយីរូបានសម្លាប់ទៅកាន់គ្រូរបស់ពួកគេដែលត្រូវជាគ្រូរបស់ឡុងយូអ៊ីនជាមួយនឹងអ្នកគ្រូជីងយីរូនីលីលើភ្លាមក៏មានការភ្ញាក់ផ្អើលផងដែរអ្នកគ្រូក៏បានបន្តនិយាយថាកម្មផលនៅលើโลกនេះគឺពិតជាអាចកំបាំងដោយនាងក៏មិនអាចបញ្យល់លម្អិតទៅកាន់នីលីបាននោះទេហើយនាងក៏មិនអាចមកខំវេបានដែរលុះត្រាតែនីលីឈានដល់ដំណាក់កាលដូចជាទឹកលើពីនេះទៅទៀតសិស្សប្អូនរបស់គាត់គឺមិនអាចធ្វើការគំរាមកំហែងគាត់បានទៀតនោះទេរីឯនីលីវិញក៏បាននឹកឃើញដល់ពេលវេលាអតីតកាលសន្លប់ផ្ការបស់អ្នកគ្រូជីងយីរូក៏បានធ្វើការវាយប្រហារមកកាន់នីលីដោយនាងបានពោលនៅសំដីថាសិស្សជជែកគឺមិនអាចណែនាំបាននោះទេនីលីក៏បានតបវិញថាអ្នកគ្រូតែងតែនិយាយថាចិត្តល្អគឺដូចជាទឹកប៉ុន្តែអ្នកគ្រូមកតែចោលមិននៅក្នុងបកស្លាប់ទេភាពគ្រប់គ្នាបានមើងងាយទៅកាន់អ្នកគ្រូប្រសិនបើជាគាត់មានកម្លាំងគ្រប់គ្រាន់គាត់នឹងឲ្យពួកគេគ្រប់គ្នាលុតជង្គង់សព20តោចំពោះមុខអ្នកគ្រូធ្វើការសងសឹករត់សេចក្តីសោកដាក់ក្នុងខ្លួនប្រាណរបស់គាត់អ្នកគ្រូយិញយីរូក៏បាននិយាយបកវិញថាមនុស្សគ្រប់គ្នាតែងតែខំប្រឹងប៉ុន្តែវាបានត្រឹមតែឆ្លងកាត់មួយប្រព្រឹត្តភ្នែកដែលឡៃឯទឹកគឺវាតែងតែហូបដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងរីឯនីលីពេលនោះក៏គ្មានពាក្យតបតផងដែរចំណែកឯនីលីដែលនៅបច្ចុប្បន្នកាលក៏បានធ្វើការគ្រប់ទៅកាន់អ្នកគ្រូបដិញ្ញាថានៅពេលដែលគាត់បានខ្លាចទៅជាមេបកស្លាទេភាពគាត់នឹងធ្វើការការពារទៅកាន់អ្នកគ្រូឬគាត់ក៏បានធ្វើការដើរចាក់ចាញ់រីឯអ្នកគ្រូយិញយីរូក៏បានគិតក្នុងចិត្តថាជីវិតរបស់នាងនឹងមិនយូរទៀតនោះទេខណៈពេលបន្តទូឲ្យប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តថានៅក្នុងបកស្លាប់ទេវភាពគឺពោពេញទៅដោយចំនួនផ្ទៃក្នុងនៅពេលដែលគាត់បានខ្លាចទៅជាមេបករឿងទី1ដែលគាត់ត្រូវធ្វើគឺបង្រួមបកស្លាប់ទេវភាពក៏ជាជំហានទី1ដែលគាត់ត្រូវប្រឆាំងទប់ទល់ជាមួយនឹងអធិរាជបរិសុទ្ធដូច្នេះគាត់ត្រូវតែឈានដល់អាណាចក្រវាសនាឋានសួគ៌ឲ្យកាន់តែលើបំផុតស្របពេលតែមួយនីលីក៏បានជួបជាមួយនឹងឡុងយូអ៊ីនសួរទៅកាន់នាងទៅសម្ដែងធ្ងន់ថាហេតុអ្វីបានជានាងមកទីនេះឡុងយូអ៊ីនក៏បានឆ្លើយទាំងស្ទាក់ស្ទើរថាគឺនាងមករកមនុស្សរំលឹកទៅកាន់គ្នាយើងដោយការពិភាក្សាមុននីលីបាននិយាយទៅកាន់ឡុងយូអ៊ីនថាឲ្យឡុងយូអ៊ីនគឺចាក់ចែងឲ្យឆ្ងាយពីជីវិតរបស់នីលីក៏បានគិតថានឹងមិនជាសាប្អូនស្រីរបស់អ្នកគ្រូសម្លុតទៅកាន់នាងថានិយាយលឺមកនាងក៏បានធ្វើការអោបខ្លួននិយាយថាតលោកចង់បានអីទៅឃើញដូច្នេះនីលីក៏បានគិតតារណាអាចរំពឹងទុកទៅមនុស្សស្រីដែលនៅពីមុខរបស់គាត់ធំឡើងខ្លះទៅជាមនុស្សស្រីផ្ដាច់ការសូម្បីតែអ្នកគ្រូក៏បានស្លាប់ក្នុងកណ្ដាប់ដៃរបស់នាងប៉ុន្តែពេលនេះនាងត្រឹមតែជាក្មេងស្រីម្នាក់តែប៉ុណ្ណោះក៏ដោយសារតែឥឡូវនាងត្រឹមតែជាក្មេងស្រីម្នាក់ដូច្នេះគាត់ក៏អាចធ្វើការកែប្រែអត្តចរិតរបស់នាងបាននិងក្លាយជាមិត្តភក្តិនឹងគ្នានីលីកាន់តែដើរចូលឡុងយូអ៊ីនកាន់តែថយក្រោយនីលីក៏បានធ្វើការបកដៃហៅចំណែកឯឡុងយូអ៊ីនកាន់តែភ័យខ្លាចដូច្នេះទូឲ្យប្រុសក៏បានដឹងថាក៏ប៉ុន្តែអត្តចរិតរបស់ឡុងយូអ៊ីនគឺទន់ខ្សោយមែនទែនដោយនាងគឺបានបាត់បង់ឪពុកតាំងពីកុមារហើយម្ដាយរបស់នាងក៏បានរៀបការថ្មីតើទាំងនេះមែនទេដែលជាមូលហេតុបណ្ដាលឲ្យនាងគ្របដណ្ដប់ខ្លួនឯងជាមួយនឹងរឿងរ៉ាវអាក្រក់គ្រប់បែបយ៉ាងទូឲ្យប្រុសក៏បានយកដៃរបស់គាត់ប៉ាស្មារបស់ឡុងយូអ៊ីនប្រាប់ថាយេយេរូគឺជាគ្រូរបស់គាត់ដោយអ្នកគ្រូចិត្តល្អដូចជានាងប្រកាសជាមិនប៉ះពាល់ទៅដល់អ្នកណានោះទេសង្ឃឹមថារឿងរ៉ាវពីមុននាងបំភ្លេចវាចោលទៅចុះដោយឡែកឯចំពោះរឿងរបស់យើងទាំងពីរនាក់វិញវាគ្រាន់តែជាការយកច្រឡំតែប៉ុណ្ណោះឡុងយូអ៊ីនក៏បានងក់ក្បាលនីលីក៏ឆ្ងល់ផងដែរហេតុអីបានជាឡុងយូអ៊ីនថ្ងៃនេះស្រួលនិយាយគ្នាម្លេះ
ដឹងថានេះទៅជាអត្តចរិតពិតរបស់នាងនីលីដើរចេញប៉ុន្តែឡងយូអ៊ីនក៏បានសួរថាថ្ងៃនេះគឺមិនដេញនាងទេម្នេះទោះឲ្យប្រុសនិយាយបកវិញថាទោះបីជាគាត់ពយល់ប្រាប់នាងក៏នាងមិនយល់ផងដែរបន្តប្រាប់ទៅការនាងថាប៉ះសិនបើជានាងលះបង់គំនុំជាមួយអ្នកគ្រូរបស់គាត់ពួកយើងទាំងពីរអ្នកប្រកបជាខ្លាចជាមិត្តភក្តិដោយគាត់នឹងរងចាំចម្លើយរបស់នាងនៅថ្ងៃបន្ទាប់ចំណែកឯឡងយូអ៊ីនក៏បានដឹងថារឿងរ៉ាវទាំងអស់នេះគឺដោយសារតែយីងយេរូឆ្ងល់តើពីពេលណាទៅដែលយីងយេរូខ្លាចជាគ្រូរបស់គេដោយវាសនារបស់យីងយេរូនៅពេលនេះនៅក្នុងកណ្ដាប់ដៃរបស់នាងដោយនាងគ្រាន់តែផ្សព្វផ្សាយដំណឹងថាការទូទាមេខេនៅក្នុងកណ្ដាប់ដៃយីងយេរូនោះនាងប្រកាសជាស្លាប់ប៉ុន្តែសួរវិញតើនាងពិតជាចង់ឲ្យយីងយេរូស្លាប់មែនទេសាច់គ្រឿងក៏បានកាត់មកដល់នីលីមកដល់បន្ទប់របស់គាត់វិញដឹងថាបងស្រីទេវអសរបានជិះដល់ដំណាក់កាលអាណាចក្រវាសនាឋានសួគ៌ដែលត្រូវជាកម្រិតទី6ចំណែកឯចិនតាន់វិញវាគ្រាន់តែដេកខែនឹងស៊ីនៅពេលដែលវាភ្ញាក់ម្ដងកម្លាំងរបស់វាកើនឡើងទ្វេដងចំណែកឯលោកប៉ៅក៏ចិត្តឈានដល់អាណាចក្រវាសនាឋានសួគ៌ផងដែររីឯគាត់វិញនៅពេលនេះគឺនៅជាប់គាំងនៅឡើយដោយថាពលភិកច្រើនទៅបានវររុកជាតិនៅក្នុងខ្លួនប្រាណរបស់គាត់ស្រូបយកសង្ឃឹមថាវាគឺជារឿងល្អមួយទៅចុះកាន់មកកាន់ថ្ងៃស្អែកនៅក្នុងថ្នាក់រៀនវិញឡុងយូអ៊ីនក៏បានដើរមករកនីលីទៅសម្ដីអ៊ីនថាតើលោកអាចហ្វឹកហាត់ជាមួយខ្ញុំបានទេនីលីគាត់ក៏បានយល់ព្រមចំណែកឯលោកប៉ៅក៏បានញីក្របភ្នែកឆ្ងល់ថាតើថ្ងៃនេះស្ត្រីមិនអីកើតអីទៅឬខ្ញុំយល់សោះមែនទេគូប៉ៃក៏បានវាយក្បាលម្ដាយផ្លាប់ទន្ទឹមគ្នានឹងនេះលោកគ្រូក៏បានដឹងថាទំនាស់របស់ពួកគេទាំងពីរនាក់ក៏ត្រូវបានដោះស្រាយដោយវាគឺពិតជាល្អសង្កេតមកកាន់ការវឹកហាត់របស់អ្នកទាំងពីរវិញគឺធម្មតាដោយនីលីមិនត្រឹមតែប្រយុទ្ធនោះទេក៏បានប្រាប់ពីចំណុចខ្សោយរបស់ឡុងយូអ៊ីនទៅកាន់នាងទៀតផងដូច្នេះនាងក៏បានដឹងថាការពិតទៅនីលីគឺពិតជាខ្លាំងលើកមុននីលីបន្ធូរដៃឲ្យនាងនោះទេដោយមានការណែនាំរបស់ទូឯប្រុសសមត្ថភាពប្រយុទ្ធរបស់ឡុងយូអ៊ីនកាន់តែខ្លាំងឡើងស្របពេលតែមួយលោកគ្រូក៏បានដឹងថាសមត្ថភាពប្រយុទ្ធរបស់នីលីគឺពិតជាខ្លាំងសូម្បីតែគាត់ក៏គ្មានអ្វីបង្រៀនទៅកាន់ទូឯប្រុសផងដែរបន្តិចក្រោយមកលោកប៉ៅក៏បានសង្ខេបឲ្យយើងដឹងថាឡុងយូអ៊ីនជាមួយនឹងនីលីក៏បានធ្វើការវឹកហាត់ជុំគ្នាដោយឡុងយូអ៊ីនគឺពិតជាបានតាក់ទាញទៅដល់នីលីសូម្បីតែនៅពេលដែលនីលីស្ដីឲ្យក៏នាងមិនមានការតបតចំណែកឯទង្វើរបស់នាងមកកាន់លោកប៉ៅជាមួយនឹងគូប៉ៃប្រែជាទុនភ្លុនដោយឡែកឯហូលីងក៏ត្រូវបានបង្រៀនមេរៀនទៅដោយក្រុមរបស់លីស៊ីងអ៊ីនចំណែកឯមួរងយូនៅតែបន្តរងចាំនីលីនៅតំបន់ភូមិខ្មោចបើយើងក៏លេចមើលទៅកាន់តំណែងទំនងរបស់នីលីជាមួយនឹងលីស៊ីងអ៊ីនកាន់តែជិតស្និទ្ធហើយពួកគេក៏លែងខ្វះខាតនៅថ្មវិញ្ញាណដូចមុនរីឯការចម្រាញ់ Demon Spirit ក៏នៅតែបន្តដែលឡែកនៅពេលនេះលោកប៉ៅក៏បានឈានដល់អាណាចក្រវាសនាឋានសួគ៌ត្រូវជាកម្រិតទី6កម្មការពេលវេលាបន្ទាប់នីលីក៏បានទទួលរង្វាន់ពីតារាងចំណាត់ថ្នាក់ប្រលឹងបរិសុទ្ធដែលនៅក្នុងនោះគឺមានអាក្រក់កម្រិត4អាចរងការវាយប្រហារពីជើងខ្លាំងមេជីវិតវិញ្ញាណ5ក្រៅពីនោះក៏មាន Demon Spirit ខ្សែឈាមនៃក្រាចរួមជាមួយថ្មខ្លឹមសារវិញ្ញាណមួយចំនួនឃើញដូច្នេះលោកប៉ៅក៏បានរត់ចាក់ចែងខំប្រឹងធ្វើការវឹកហាត់ដើម្បីទទួលបានរង្វាន់អង្គដែរបន្ទាប់នេះលេក៏បានយក Demon Spirit ខ្សែឈាមនៃក្រាចរួមបញ្ចូលជាមួយនឹង Demon Spirit ខ្សែឈាមនៃក្រាចផ្សេងឲ្យពួកវាលេបត្របាក់គ្នាបង្កើតទៅជា Demon Spirit មួយដែលកាន់តែខ្លាំងជាងមុនដោយកំឡុងពេលនោះឆ្នាំងបិសាចសបិនក៏បានបញ្ចេញនៅរូបរាងរបស់នៃក្រាចមួយដោយនេះលេក៏បានយល់ផងដែរប៉ុន្តែការចម្រាញ់របស់គាត់គឺទទួលបានជោគជ័យបន្ទាប់នេះលេក៏បានយក Demon Spirit នោះចម្រាញ់ម្ដងទៀតឲ្យវាកាន់តែខ្លាំងជាងមុនដោយនៅពេលនេះវាក៏បានក្លាយទៅជា Demon Spirit មួយដែលប្រែប្រួលដោយតម្លៃរបស់វាប្រកបជាកើនឡើងជាងមុន10ដងឯណោះឆ្ងល់តើនេះគឺជាអត្តពលរបស់ឆ្នាំងបិសាចសបិនមែនទេដោយទូឯប្រុសក៏បានយកវាចម្រាញ់សាជាថ្មីម្ដងទៀតដើម្បីឲ្យវាកាន់តែខ្លាំងជាងមុនដោយនៅពេលនេះសូម្បីតែឆ្នាំងបិសាចសបិនរបស់គាត់ក៏បានប្រែរូបរាងដោយប៉ាសម៉ោងក្រោយមកនីលីបង្កើតបានទៅជា Demon Spirit ជាច្រើនប៉ុន្តែមានត្រឹមតែ3តែប៉ុណ្ណោះដែលមានបំរែបំរួលដោយទូឯប្រុសរបស់យើងគឺមិនបញ្ឈប់ត្រឹមប៉ុណ្ណឹងនោះទេទោះបីជាការរួមបញ្ចូលគ្នាម្ដងទៀតវាមានហានិភ័យនៃការបរាជ័យខ្ពស់ប៉ុន្តែទូឯប្រុសត្រូវតែបន្ថយចិត្តឲ្យខាតដោយនៅក្នុងឆ្នាំងបិសាចសបិន Demon Spirit ខ្លាំងជាច្រើនបានធ្វើការលេប Demon Spirit ខ្សោយជាចុងក្រោយនៅសល់ Demon Spirit 2ដែលមានកម្លាំងប្រហាក់ប្រហែលគ្នាគឺមិនអាចលេបគ្នាបានទៅវិញទៅមកបង្កើតបានទៅជាការគ្មានដំណឹងនឹងការផ្ទុះដូច្នេះនីលីត្រូវធ្វើការទប់ស្កាត់វាឲ្យតទៅបានដោយនៅពេលនេះថាពលផ្លូវឋានសួគ៌របស់នីលីសឹងតែឆ្នាំងមួយនេះស្រូបអស់ទៅហើយប៉ុន្តែការប្រយុទ្ធគ្នារបស់អ្នកក្រីទាំងពីរនៅតែបន្តបញ្ឈប់ហើយដូច្នេះបណ្ដាលឲ្យបងធំនៅក្នុងខ្លួនប្រាណរបស់នីលីគឺជាវរកជាតិបញ្ចេញនៅថាពលផ្ដល់នៅថាពលផ្លូវឋានសួគ៌ជាច្រើនបណ្ដាលឲ្យនីលីមានឱកាសចាប់អ្នកក្រីទាំងពីរបានញាត់បញ្ចូលគ្នាប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេដូច្នេះទូឯប្រុសក៏បានដកវិញ្ញាណរបស់គាត់ចូលទៅក្នុងឆ្នាំងបិសាចសបិនដោយនៅក្នុងនោះពោពេញទៅដោយថាពលព្រះឋានសួគ៌គ្មានដែនកំណត់នីលីក៏បានយកឱកាសដ៏ល្អមួយនេះបង្កើតជីវិតវិញ្ញាណទី1របស់គាត់ជាហេតុបណ្ដាលឲ្យគេទម្លាក់កម្រិតដល់អាណាចក្រវាសនាឋានសួគ៌ត្រូវជាកម្រិតទី6ដោយជីវិតវិញ្ញាណទី1របស់នីលីគឺមានពណ៌ក្រហមខុសពីជីវិតវិញ្ញាណធម្មតាជាពិសេសវាខ្លាំងក្លាជាងជីវិតវិញ្ញាណរបស់នីលីកាលពីអតីតកាលទៅទៀតដោយម្ដងនេះនីលីក៏ឲ្យធ្វើការរួមបញ្ចូល Demon Spirit ទាំងពីរចូលគ្នាបានសម្រេចដោយនោះគឺជាសត្វស្លាប់អ្នកក្រាចឈាមពិសិដ្ឋមានខ្សែឈាមអ្នកក្រាចបរិសុទ្ធដោយសការរបស់វាគឺមិនមែនពណ៌ក្រហមនោះទេប៉ុន្តែជាពណ៌មាសមានស្រកានៅលើខ្នងដោយវាគឺពិតជាខ្លាំងជាងសត្វនាគធម្មតាដោយនេះក៏ជាជំរើសសត្វ Demon Spirit ទី3របស់នីលីបូកសំជាមួយនឹងរូបរាងកាយដ៏ខ្លាំងរបស់អ្នកក្រាចនីលីជឿជាក់ថាគាត់ប្រកបជាអាចធ្វើការ challenge ទៅកាន់មនុស្សដែលមានកម្រិតថាពណ៌ខ្លាំងជាងគាត់បានបន្ទាប់នីលីក៏បានកាត់ផងដែរគាត់នឹងចម្រាញ់ Demon Spirit ខ្សែឈាមអ្នកក្រាចទៅឲ្យមិត្តភក្តិរបស់គាត់ដោយរយៈពេលប្រហែលខែកន្លងផុតទៅសកម្មភាពរបស់នីលីគឺដដែលក្រៅពីចូលថ្នាក់រៀនវឹកហាត់ជាមួយនឹងការចម្រាញ់ Demon Spirit ទំនាក់ទំនងរបស់នីលីជាមួយនឹងគូប៉ៃជាមួយនឹង Lacing In កាន់តែល្អ
ជាពិសេសនីលីចម្រាញ់បាន Demon Spirit ដែលមានខ្សែឈាមនៃករាជការវិវត្តកម្រិតព្រះចំនួន3ប្រកបវាឲ្យលូបប៉ៅគូប៉ៃជាមួយនឹងបងចាយស៊ូអ៊ីដោយនៅក្នុងថ្ងៃនៃគូប៉ៃក៏បាននាំដំណឹងមួយទៅឲ្យនីលីថាថ្ងៃនេះគឺមានមនុស្សមកពីប៉ាធានអ៊ីននិងប៉ាហូសិនបានមកដល់នីលីក៏ចាប់អារម្មណ៍ផងដែរតើស៊ីយុនជាមួយនឹងអ្នកផ្សេងទៀតមកដែរទេដូច្នេះពួកគេទាំង3នាក់ក៏បានធ្វើដំណើរចេញទៅចំណែកឯនៅក្នុងកម្មវិធីវិញយើងក៏បានឃើញតែរីស្រស់ស្អាតម្នាក់ដែលមិនតាន់ដឹងថាតើនាងគឺជាណាផងនោះសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់មុននឹងបញ្ចប់ភាគនេះគ្នាយើងណាដែលបានចូលជាសមាជិកនៅក្នុងក្រុម Telegram អាចចុច link នៅក្នុង description ដើម្បីកុំឲ្យបាត់ព័ត៌មានពី admin ពីខ្ញុំបាទ Anime 180សូមអរគុណនិងសូមជម្រាបលា